bộ ôn ông tặng ngọc nia Piches po này hiên nhằm nông bông bò chi át tập bè hiên chi thơ ai pizza យល់អត់បងប្អូនទាំងអស់គ្នាសុកជាគាត់មានន័យថាចែកជំរាបសួរបងប្អូនទាំងអស់គ្នាជាពិសេសពូណយហ៊ានញ៉ាំនំពុំសុកជាធ្វើទេបើហ៊ានសុកជាធ្វើឲ្យនិយាយទៅបងប្អូនសុកជាគាត់ចង់ញ៉ាំនំពុំយូរហើយប៉ុន្តែខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ថាទៅធ្វើនំពុំឲ្យគាត់ដោយសារអីអ្នកដែលលក់ទឹកណោតជូរទឹកដូងជូរឆ្ងាយពីផ្ទះខ្លាំងមែនតើមិនងាយទៅបងប្អូនឆ្ងាយមួយវិញទៀតពេលខ្ញុំត្រឡប់មកផ្ទះវិញអាកាសធាតុក្តៅមួយថ្ងៃជាងថ្ងៃក្តៅខ្លាំងមែនតើតែម្ដងចឹងហើយបានខ្ញុំមិនចង់ចេញពីផ្ទះបើអត់ចាំបាច់ថ្ងៃនេះខ្ញុំមានរឿងមួយចង់ចែកម្លែកចែកជូនបងប្អូនគឺម៉ាស់បិទមុខមកក៏ជាប្រភេទម៉ាស់មួយយ៉ាងដែលយើងបិទមុខមកយប់ពេញហើយចឹងទៅព្រលឹមឡើងបានលាកមួយចែងហើយអត្ថប្រយោជន៍របស់វានៅពេលដែលខ្ញុំបានប្រើក្នុងរយៈពេលមួយអាទិត្យក្រោយមកខ្ញុំចាប់អារម្មណ៍ឃើញថាស្បែកមុខខ្ញុំឡើងសភ្លឺថ្លាភ្លឺរលោងធ្វើឲ្យស្បែកមុខទន់ហើយស្បែកមានសំណើមថែមទៀតអ្វីដែលសំខាន់នៅពេលដែលខ្ញុំបានប្រើម៉ាស់ម៉ូកូហ្នឹងវាធ្វើឲ្យស្បែកត្រជាក់ដែលយើងយកទៅកក់ដាក់លើស្បែកអញ្ចឹងហើយបើសិនបងប្អូនមានបញ្ហាមុនជាប់ស្នាមអុចខ្មៅសំបីតែបងប្អូនមានបញ្ហាស្បែកតើងស្បែកស្ងួតស្បែកឆាប់ប្រតិកម្មក៏ប្រើម៉ាស់ម៉ូកូបានដែរមួយវិញទៀតក្រុមហ៊ុនគេវេចខ្ចប់ជាលក្ខណៈកប់បន្ទូចឹងវាងាយដាក់តាមគ្រួនហើយនិយាយពីគ្រឿងផ្សំបងប្អូនល្អខ្លាំងមែនតើគេផលិតចេញពីស៊ីមវ៉ៃបេចិន7ជាគ្រឿងផ្សំយ៉ាងដែលគេទទួលស្គាល់ពីប្រទេសអាល្លឺម៉ង់ប៉ុន្តែផលិតចេញពីប្រទេសកូរ៉េសម្រាប់ខ្ញុំតរបស់អីក៏ដោយឲ្យតែគុណភាពល្អទោះថ្លៃតិចតួចក៏មិនអីដែរអញ្ចឹងហើយបើសិនបងប្អូនចង់បានស្បែកមុខស្អាតសភ្លឺថ្លាភ្លឺរលោងអាចឆាតចូល page បានដែលខ្ញុំដាក់នៅtrong video នេះឯងហើយរឿងនំពុំបងប្អូនដែលសារសុកជាក៏សុំហើយសុំទៀតទើបតែថ្ងៃនេះទេខ្ញុំដេញពេលវេលាបានទៅទិញមេទឹកខ្នោតឲ្យគាត់អូមេទឹកខ្នោតបងប្អូនសូមអធិស្ឋានមេទឹកដងជូរព្រោះនៅសុងទាគេមិនដែលមានដាំខ្នោតឡើងមកកណោតែម្ដងប៉ុន្តែគេអាចធ្វើទឹកខ្នោតយកមកផលិតជាស្ករស្អីទេភាគច្រើនគេធ្វើចេញពីដងទៅវិញគឺអត់យល់ទេដោយស្រុកដែលខ្ញុំរស់នៅហ្នឹងវាអត់មានដាំខ្នោតទេបងប្អូនសូម្បីតែម្ដាមក៏គ្មានដែរប៉ុន្តែរត់នៅជាប់នឹងខ្ញុំនឹងឯងដែលឈ្មោះថាការ៉េឡាសិតតែដាំខ្នោតបងប្អូនសម្បូរខ្លាំងមែនតែនសឹងតែច្រើនជាងស្រុកខ្មែរបងប្អូនហើយនៅស្រុកបងស្រីនៅប៉ុនឌីជេរីក៏សម្បូរដាំខ្នោតផ្លែខ្នោតដូចច្រើននិយាយដុះកន្លែងណាក៏មានដាំខ្នោតដែរចម្លែកអីតែស្រុកខ្ញុំបងប្អូនហើយគ្មានដាំខ្នោតអីដល់គេទេខ្ញុំចង់ញ៉ាំផ្លែខ្នោតក៏មានលើកលែងតែមានរដូវបន់ទៀនយូរឃើញគេយកមកលក់ម្ដងកាលនោះខ្ញុំបានទៅដើរលេងជាមួយប្តីខ្ញុំនៅតំបន់ត្រជាក់ត្រឡប់មកវិញក៏ឃើញគេលក់ផ្លែខ្នោតតាមផ្លូវបងប្អូនសប្បាយចិត្តខ្លាំងចឹងហើយក៏ខ្ញុំមិនត្រឹមតែទិញយកមកញ៉ាំទេបងប្អូនទិញអាផ្លែទូចហ្នឹងយកមកស្លកកោខ្ទិះទៀតមកក៏ឆ្ងាញ់មែនតើកាលនោះហើយសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងជួបផ្លែខ្នោតបងទៀតនៅសង្ទីអូខេបងប្អូននំពុំខ្ញុំបន្ទាប់ពីលាយគ្រឿងហើយចឹងទៅក៏ខ្ញុំដាក់5ថ្ងៃដើម្បីវាឡើងមេល្អចឹងនិយាយទៅនំពុំខ្ញុំថ្ងៃនេះគឺសុទ្ធសាធគឺអត់មានជាតិគីមីអន្តតិគឺធម្មជាតិពិតៗតែគ្មានមេថាមេគេគ្មានដាក់មេគេផលិតពីថាគេអាមេគេឆ្នៃកែច្នៃណាគឺអត់ទេបងប្អូនគឺខ្ញុំយកមេថ្នោតមេទឹកដូងហ្នឹងធ្វើជាមេតែម្ដងពោះកាយខ្ញុំនៅទូចហ្នឹងក៏ខ្ញុំអ្នកលក់នំពុំដែរអញ្ចឹងហើយខ្ញុំដឹងច្បាស់ណាស់បងប្អូនពីវិធីលេងនំពុំអញ្ចឹងដើមយកទៅធ្វើទៅចាក់តែម្ដងប៉ុន្តែនៅពេលចាក់បងប្អូនដោយសារម្ដាយក្មេកខ្ញុំគាត់ខលប្រាប់ខ្ញុំថាឲ្យខ្ញុំចូលរួមកម្មវិធីមួយហើយខ្ញុំក៏សួរសុកជាថាកូនឯងចេះចាក់នំពុំអត់បើចេះចាក់មកឲ្យចាក់ប៉ុន្តែប្រយ័ត្នឲ្យលាកដៃងាកជើងសុកជាថាអត់អីទេម៉ាអើយខ្ញុំចេះចាក់ខ្ញុំរៀនចាក់ខ្ញុំមើលតាមថាការទូនតុកតាគាត់អញ្ចឹងបងប្អូនអញ្ចឹងហើយគាត់រៀនចាក់ខ្ញុំឲ្យដាក់ភ្លើងហ្គាសគេស្ទៀងថា slow អញ្ចឹងហើយអញ្ចឹងហើយក៏ខ្ញុំបន្ទប់ដាក់ជាមួយម្ដាយក្មេកខ្ញុំម្ដាយក្មេកអញ្ចឹងហើយក៏ខ្ញុំប្រាប់ម្ដាយខ្ញុំដែលគាត់វែងឲ្យមើលសុកជាពីក្រោយប៉ុន្តែនិយាយនឹងចៅបងប្អូនហើយមិនដឹងជាមិនអាម៉ាទេដល់ពេលកម្មវិធីគេចប់បងប្អូនខ្ញុំត្រឡប់មកផ្ទះវិញនំពុំខ្លាយជាបែបនេះហើយខ្ញុំសួរសុកជាថាមិនសុកជានំពុំខ្លាយជាបែបហ្នឹងគាត់ថាគាត់ហ៊ាន